เรากรอบบ่าวโดยគ្នាតើជំនួបរវាង PSG និង Liverpool នៅរាត្រីនេះនឹងមានការស៊ុតបញ្ចូលទីគ្នាប្រមាណគ្រាប់ដែរជំរាបសួរខ្ញុំកូនម៉ាន់នេះជួបខ្ញុំមកចាស់នៅក្នុងវីដេអូថ្មីចាការប្រកួត Champions League វគ្គ16ក្រុមជើងទី1នឹងបន្តចំនួន4គូទៀតនៅរាត្រីនេះដែលមើលទៅសុទ្ធតែជាគូក្រាក់ដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែនក៏ប៉ុន្តែក្នុងចំណោម4គូនេះខ្ញុំសូមលើកយកក្រុមដែលកំពុងតែខ្លាំងជើងមែនទែននៅតាមលីកកំពូលរៀងខ្លួនគឺ PSG ជាមួយនឹង Liverpool ដែលសារតែទាំងពីរក្រុមនេះសុទ្ធតែជាក្រុមដែលស្ថិតនៅក្នុងកំពូលតារាងដោយ PSG ជាម្ចាស់ផ្ទះនឹងជាក្រុមកំពូលតារាងនៅលីក1របស់បារាំង24ប្រកួតក្នុងលីកគឺ PSG អត់ទាន់មានចាញ់ទាល់តែសោះដោយក្នុងនោះមានតែឈ្នះហើយនឹងស្មើ PSG បានឡើងមកដល់ Champions League វគ្គនេះក្នុងនាមជាក្រុមដែលត្រូវលេង Play-off ក៏ពិតមែនក៏ប៉ុន្តែមិនថ្មីនោះទេព្រោះថា Play-off ទាំងពីរជើង PSG បានឈ្នះក្រុមរួមលីក Brest នឹងដោយលទ្ធផលដល់ទៅ10-0ម៉ាស៊ីនរកគ្រាប់បាល់របស់ PSG គឺ Ousmane Dembélé ដែលរកគ្រាប់បាល់ជាសរុបគ្រប់ការប្រកួតនឹងបាន26គ្រាប់ក្នុង33ប្រកួតនៃការបង្ហាញខ្លួនហើយក៏ដូចជា assist បាន6ដងផងដែរគេកំពុងតែជាបេក្ខភាពប្រជែងស្បែកជើងនេះនៅលីក1ហើយសំខាន់មួយទៀតគឺថា5ប្រកួតចុងក្រោយនេះគឺ PSG ក្រោមការដឹកនាំរបស់លោកគ្រូ Luis Enrique គឺឈ្នះទាំងអស់ហើយរកបានគ្រាប់បាល់នោះដល់ទៅ21គ្រាប់អាចនិយាយបានថា PSG នៅរដូវកាលនេះគឺពិតជាសុទ្ធច្រើនមែនទែនងាកមកកាន់ក្រុមភ្ញៀវ Liverpool វិញនៅក្នុងលីក Liverpool ក៏ជាកំពូលតារាងនៅ Premier League ដោយ28ប្រកួតគឺឈ្នះដល់ទៅ20ស្មើ7ហើយមានចាញ់តែមួយតែប៉ុណ្ណោះម៉ាស៊ីនរកគ្រាប់បាល់របស់ Liverpool គឺ Mohamed Salah ដែលកំពុងតែប្រជែងស្បែកជើងមាសនៅ Premier League ដែរដោយការបង្ហាញខ្លួនរបស់គាត់39ប្រកួតនៅរដូវកាលនេះគាត់ស៊ុតបញ្ចូលទីបានរហូតដល់ទៅ30គ្រាប់ហើយ assist បាន22គ្រាប់ដែលជាចំណែករកគ្រាប់បាល់ហ្នឹងគឺច្រើនមែនទែនតែម្ដងហើយ Liverpool ឡើងមកដល់វគ្គនេះគឺរឹងមាំមែនទែនក្រោមការដឹកនាំរបស់លោក Arne Slot គឺស្ថិតនៅលេខ1លើតារាង League Stage ដែល8ប្រកួតគឺឈ្នះ7និងចាញ់1ក៏ប៉ុន្តែបើសម្រាប់ការប្រកួតក្នុងលីកនៃ5ប្រកួតចុងក្រោយវិញ Liverpool គឺមានឈ្នះ3ហើយនិងស្មើ2រៀងតាមតឹងដែរបើចេះនិយាយអំពីជំនួបជួបគ្នារវាង PSG និង Liverpool នៅ Champions League វិញគឺថាមានតិចតួចមែនទែនដោយជួបគ្នាចុងក្រោយនៅរដូវកាលចុងក្រោយហើយក៏ដូចជាលើកដំបូងដែរនៅរដូវកាល2018-2019ជាការជួបគ្នានៅក្នុងពូលដោយជើងទី1នោះគឺក្នុងដី Anfield Liverpool ឈ្នះ 3-2 ជើងទី2ទៅក្នុងដីប៉ាដឺប្រាំងរបស់ PSG វិញ PSG ឈ្នះ2-1ចាអញ្ចឹងបើមើលទៅប្រវត្តិគឺតិចតួចហើយបើសិនជាមើលទៅអេគីបកីឡាករក្នុងពេលបច្ចុប្បន្នវិញឃើញថាកីឡាករនៃក្រុមទាំងពីរគឺស្មើជើងគ្នាតែម្ដងទាំងប្រយុទ្ធបម្រើហើយនឹងការពារអាចនិយាយបានថាលំដាប់អត់លើសខ្វះគ្នាទេហើយគុណភាពដូចគ្នាអញ្ចឹងការប្រកួតនេះពិតជាពិបាកស្មានមែនទែនថាអ្នកណាអាចយកជ័យជំនះបានក៏ប៉ុន្តែបើជាទស្សនៈរបស់ខ្ញុំគិតថាការប្រកួតនៅរាត្រីនេះនឹងមិនស្មើនោះទេហើយខ្ញុំជឿជាក់ច្រើនទៅលើ Liverpool ច្រើនជាង PSG ជាសម្រាប់លោកអ្នកនាងវិញគិតយ៉ាងណាដែរអរគុណច្រើនយើងនឹងជួបគ្នាបន្តនៅក្នុងវីដេអូក្រោយសូមជម្រាបលា